សូមគ្រប់ប្រិមត្តទូរទស្សនិកជនលោកអ្នកកំពុងតាមដានទស្សនាកម្មវិធីហមព័ត៌មានម៉ោងទី1នៅព្រឹកនេះហើយព្រឹកនេះគឺជំនួសលោកសុផាន់លោកសុខៈអញ្ជើញទៅយកព័ត៌មាននៅខាងក្រៅអញ្ចឹងទេយើងខ្ញុំសូមអនុញ្ញាតល្វីពីម៉ោង6ព្រឹករហូតដល់ម៉ោង7:30នាទីអរគុណហើយព្រឹកនេះគឺថ្ងៃទី6ខែមករាគ្រិស្តសករាជ2015ថ្ងៃស្អែកគឺថ្ងៃ7មករាហើយសម្រាប់បងប្អូនប្រជាការក៏មានការសម្រាប់ឬក៏ចូលរួមមីតិងផ្សេងនៅក្នុងកន្លែងដែលគ្រូបានធ្វើសមាមាត្រហើយខាងសមាជហើយខាងយើងក៏អត់មានសម្រាប់ដែរគឺបន្តរហូតបន្តរហូតដើម្បីជម្រាបជូនព័ត៌មានសំខាន់បាទឥឡូវសូមអញ្ជើញមេតិកាបាទទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ព័ត៌មានហងមេពេលព្រឹកបាទថ្ងៃនេះវេទិកាសំខាន់ដូចជានាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថាបើសិនជាគណៈបកប្រឆាំងដឹកនាំប្រទេសក្នុងរយៈពេល6ខែតែប៉ុណ្ណោះរដ្ឋាភិបាលរបស់គណៈបកប្រឆាំងអាចនឹងដួលរលំដោយសារតែគោលនយោបាយក្នុងការផ្ដល់ប្រាក់ទៅដល់ប្រជាពលរដ្ឋនឹងមិនច្បាស់លាស់ហើយពាក់ព័ន្ធបញ្ហាទី2គឺតនដិតជាង400នាក់ត្រូវបានព្រះមហាក្សត្រលើកលែងទោសទី3ហ្នឹងគឺអគ្គនាយកអន្តរប្រវេសន៍ប្រគល់សម្ភារៈមួយចំនួនទៅដល់ស្នងការខេត្តកោះកុងដើម្បីជាមធ្យោបាយផ្សេងៗក្នុងការបង្ក្រាបបទល្មើសនោះបាទហើយទី4គឺពាក់ព័ន្ធនឹងក្រសួងបរិស្ថានរៀបចំផែនការបញ្ជ្រាបបញ្ហា gender នេះគឺជាព័ត៌មានវេទិកាសំខាន់ណាលោកបាទអរគុណហើយដំណឹងដំបូងដែលលោកសុផាន់ជម្រាបជូននោះគឺតាក់ទងទៅនឹងប្រមុខរដ្ឋាភិបាលលោកថ្លែងថាប្រសិនបើគណៈបកប្រឆាំងលោកឡើងកាន់អំណាចយ៉ាងយូរ6ខែនឹងមានបញ្ហាគេហៅថាកម្មរកោសឬក៏សេដ្ឋកិច្ចយ៉ាងម៉េចនោះគឺសូមបកគោលវិរៈជូនលោកសុផាន់បាទសម្រាប់ឆ្នាំ2015នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានបញ្ជាក់ថារដ្ឋាភិបាលរបស់សម្ដេចតេជោហ៊ុនសែនគឺកំពុងតែដឹកនាំហើយមានគោលនយោបាយត្រឹមត្រូវគឺត្រូវតែដំឡើងប្រាក់ខែប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការគ្រូបង្រៀនផ្សេងៗហ្នឹងឲ្យឡើងទៅតាមកម្មគឺឡើងទៅតាមកម្មហើយមានគោលនយោបាយច្បាស់លាស់មិនមែនសន្យាហើយគឺមិនបានធ្វើនោះទេនេះគឺជាការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅក្នុងឱកាសបើកសម្ពោធនៅរដ្ឋបាលសាធារណៈមួយនៅឯខេត្តត្បូងឃ្មុំដែលជាខេត្តទៅតែបំបីថ្មីពីខេត្តកំពង់ចាមប្រកបហើយបាទហើយយើងឃើញថាខេត្តត្បូងឃ្មុំនេះគឺជាខេត្តមួយដែលមានសក្តានុពលច្រើនហើយសង្ឃឹមថានឹងមានការវិនិយោគច្រើនផងដែរនៅក្នុងខេត្តនោះហើយនេះគឺជាការបង្កើតសេវាសាធារណៈមួយដ៏ធំនៅក្នុងខេត្តត្បូងឃ្មុំដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសាធារណៈងាយស្រួលទៅដល់ប្រជាពលរដ្ឋបាទនេះគឺជាគោលនយោបាយកំណែទម្រង់វិស័យសាធារណៈជូនប្រជាពលរដ្ឋនេះបានល្អប្រសើរហើយពាក់ព័ន្ធនឹងបញ្ហាប្រាក់ខែគឺសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថាគឺចាប់ពីខែមករាឆ្នាំ2015នេះទៅប្រាក់ខែរបស់មន្ត្រីរាជការគឺត្រូវតែអនុវត្តពីខែមករាឆ្នាំ2015នេះគឺត្រូវតែដំឡើងបន្តដើម្បីឲ្យដូចគេដូចឯងហើយដើម្បីធ្វើយ៉ាងណាឲ្យគ្រូបង្រៀនហើយនឹងមន្ត្រីរាជការជាពិសេសកងកម្លាំងប្រដាប់អាវុធនឹងគាត់មានប្រាក់ខែសមរម្យក្នុងការបម្រើការងារជូនប្រទេសជាតិនោះសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានបញ្ជាក់ថាបើសិនជាគណៈបកប្រឆាំងដឹកនាំប្រទេសនោះក្នុងរយៈពេលតែ6ខែតែប៉ុណ្ណោះអាចនឹងដួលរលំដោយសារតែការសន្យាតែមិនមានការធ្វើនោះបាទនេះគឺជាការបញ្ជាក់របស់សម្ដេចតេជោហ៊ុនសែនដូច្នេះសូមស្ដាប់ប្រសាសន៍របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបញ្ជាក់អំពីបញ្ហានេះបាទខ្ញុំកណាខ្ញុំចង់មិនត្រឹមតែប៉ុណ្្នឹងទេចង់ឲ្យប្រាក់ខែមន្ត្រីរាជការឡើងម្នាក់ដល់$1000នោះក៏ប៉ុន្តែស្រុកយើងវាមានអញ្ចឹងបានប៉ុណ្ណឹងគ្រូបង្រៀនរបស់យើងបានប៉ុណ្ណឹងទាហានរបស់យើងបានប៉ុណ្ណឹងប៉ូលីសរបស់យើងបានប៉ុណ្ណឹងប៉ុន្តែអ្នកសន្យាដើម្បីផលប្រយោជន៍នៃសិលឹកឆ្នោតគឺចេះសន្យាបន្ទាប់ទៅតើគេធ្វើបានឬអត់គឺជាចំណោទនៃបញ្ហាអាយុជីវិតនៃអ្នកសន្យាយ៉ាងយូរ6ខែខ្ញុំកណាខ្ញុំនឹងចាត់ទុកថាគេត្រូវតែដួលរលំដាច់ខាតតែម្ដងព្រោះចាស់អាយុ60ឡើងត្រូវប្រមូលគ្នាទៅទា40000រៀលចាស់ស្រុកខ្មែរចាប់ពីអាយុ60ឡើងប្រហែល2លាននាក់សូមអញ្ជើញទៅបើកលុយទានប៉ូលីសមន្ត្រីរាជការទាំងអស់តិចបំផុត1លានសូមទៅប្រមូលព្រមគ្នា6ខែយូរបំផុតគេធ្វើនាយករដ្ឋមន្ត្រីគេធ្វើរាជរដ្ឋាភិបាលគេចង់ណាស់ឲ្យប្រជាពលរដ្ឋបានសេចក្តីសុខឲ្យប្រជាពលរដ្ឋមានជីវភាពល្អនោះគេទុកលុយយកធ្វើអី
ប៉ុន្តែបើអត់មានលុយធ្វើម៉េចនិយាយវាត្រង់ចឹងត្មងទៅបើអត់មានលុយធ្វើម៉េច បាទនេះគឺជាការបញ្ជាក់របស់សម្ដេចយុវជនថានាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាអំពីកំណែទម្រង់ប្រាក់ខែទៅដល់មន្ត្រីរាជការជាពិសេសគ្រូបង្រៀននិងកងរាជវុធហត្ថហើយពាក់ព័ន្ធនឹងបញ្ហាខែត្បូងឃ្មុំនេះផងដែរសម្ដេចយុវជនសែនក៏បានអំពាវនាវឲ្យអ្នកវិនិយោគិនទាំងក្នុងស្រុកនិងក្រៅស្រុកត្រូវតែគៀងគរយ៉ាងណាមើលឱកាសក្នុងការវិនិយោគទៅកាន់តំបន់នោះព្រោះថាខែនេះជាខែថ្មីមានឱកាសក្នុងការវិនិយោគច្រើនហើយចំពោះតំបន់ផ្សេងៗហ្នឹងគឺអនុញ្ញាតឲ្យអ្នកវិនិយោគអាចវិនិយោគទៅលើដូចជាបង្កើតនៅតំបន់សេដ្ឋកិច្ចពិសេសក៏ដូចជាតំបន់កសិឧស្សាហកម្មផ្សេងៗព្រោះថាខេត្តត្បូងឃ្មុំជាខេត្តមួយដែលវិស័យឧស្សាហកម្មកសិកម្មគឺល្អប្រសើរដូច្នេះហើយជាប្រទេសមួយដែលជាប់ព្រំដែនហើយមានលក្ខណៈផ្ដល់ជាហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរផងដែរហើយបញ្ហាមួយទៀតគឺពាក់ព័ន្ធនឹងបញ្ហាថ្ងៃ7មករាស្អែកនេះសម្ដេចយុវជនសែនបានលើកឡើងថាគឺជាថ្ងៃរំដោះប្រជាពលរដ្ឋចេញពីទុក្ខលំបាកដោយសារតែថ្ងៃជាថ្ងៃដែលរំដោះចេញពីពលពតណាគឺជាថ្ងៃដែលកាប់សម្លាប់ប្រជាពលរដ្ឋច្រើនហើយដូច្នេះហើយសម្ដេចលើកឡើងថាជាថ្ងៃមួយជាការផ្ដល់កំណើតសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូលជាថ្ងៃទី2សម្រាប់ប្រជាពលរដ្ឋទាំងអស់ដូច្នេះហើយមិនត្រូវភ្លេចទេហើយត្រូវចាត់ទុកថានេះជាប្រវត្តិសាស្ត្រហើយសម្ដេចតេជោហ៊ុនសែនបានរំដោះហើយសម្ដេចហ៊ុនសែនមានគោលនយោបាយឈ្នះគឺធ្វើយ៉ាងណាគឺមិនយល់យ៉ាងណាជាសត្រូវទេគឺមានការបង្រួបបង្រួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យប្រទេសជាតិកម្ពុជាមានសុខសន្តិភាពមានការអភិវឌ្ឍរហូតមកទល់ពេលនេះហើយរយៈពេល10ឆ្នាំកន្លងទៅនេះគឺសេដ្ឋកិច្ចកំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺបន្តកើនឡើងរហូតនៅក្នុងរង្វង់ 7% ហើយនៅក្នុងអាណត្តិទី5ក៏ដូចជាឆ្នាំ2015នេះគឺសម្ដេចនាយកហ៊ុនសែនក៏ដូចជាប្រមុខរដ្ឋាភិបាលនៅក្នុងរដ្ឋាភិបាលទាំងអស់គឺប្រាជ្ញាចិត្តក្នុងការជំរុញឲ្យមានកំណើនសេដ្ឋកិច្ចបន្តទៀតហើយនឹងគៀងគួរអ្នកវិនិយោគទុនមកវិនិយោគនៅក្នុងប្រជាជាតិកម្ពុជាកាន់តែច្រើនហើយនៅតំបន់សំខាន់ជាពិសេសខេត្តត្បូងឃ្មុំនេះគឺកំពុងតែគៀងគួរហើយដើម្បីធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍហើយនឹងធ្វើកំណែទម្រង់ឲ្យមានរោងចក្រទៅកាន់តំបន់នោះកាន់តែច្រើនបាទការល្អប្រសើរអរគុណខ្ញុំបាទសូមអនុញ្ញាតជម្រាបជូនរឿងបន្តតាក់ទិនទៅនឹងទណ្ឌិតជាង400នាក់ដែលត្រូវបានព្រះមហាក្សត្រលោកបានទ្រង់ប្រោសសន្តោសលើកលែងទោសមួយចំនួនហើយនឹងបន្ធូរបន្ថយទោសក្នុងឆ្នាំ2014កន្លងទៅហើយបើតាមការលើកឡើងក៏ដូចជាយោងតាមព្រះរាជក្រឹត្យដែលបានចុះផ្សាយក្នុងសភៅមួយដែលនៅក្នុងព្រះរាជកិច្ចកាលពីថ្មីកន្លងទៅហ្នឹងគឺបានដឹងថាក្នុងឆ្នាំ2014កន្លងទៅគេចង់សម្ដៅទៅលើទណ្ឌិតជាង400នាក់ត្រូវបានព្រះមហាក្សត្រលោកត្រាស់បង្គាប់ឲ្យបន្ធូរបន្ថយទោសរយៈពេលចន្លោះពី6ខែទៅ1ឆ្នាំតាមស្ថានទម្ងន់ទោសណាបាទហើយទណ្ឌិត40នាក់ត្រូវបានលើកលែងទោសនៅក្នុងឆ្នាំ2014ដោយស្វ័យប្រវត្តិហ្មងគឺដោយសារតែពួកគាត់នឹងគឺបានខិតខំកែប្រែខ្លួនបានល្អប្រសើរនៅក្នុងមន្ទីរអប់រំកែប្រែណាយើងមិនចាំបាច់និយាយពន្ធនាគារទេបាទហើយការលើកលែងទោសនិងបន្ធូរបន្ថយទោសនោះគឺធ្វើឡើងចំពោះតែទណ្ឌិតណាដែលបានកែខ្លួននៅក្នុងពន្ធនាគារដែលបានអនុវត្តទោស2ភាគ3តែសម្រាប់ការលើកលែងទោសនិងទណ្ឌិតដែលគេអាចនិយាយថាអនុវត្តទោសបានត្រឹមតែ1ភាគ3សម្រាប់ការបន្ធូរបន្ថយទោសប៉ុន្តែផ្ទុយទៅវិញគឺនៅខាងអ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូលោកអ៊ុំសុបអាតលោកបានលើកឡើងថាការលើកលែងទោសនេះគឺជារឿងល្អប្រសើរដែរប៉ុន្តែនៅមិនទាន់មានភាពអយុត្តិធម៌នៅឡើយទេដោយសារតែគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវិតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោសនោះគឺលើកលែងទោសបានបញ្ជូនឈ្មោះអ្នកទោសនៅមានលក្ខណៈលំអៀងនៅឡើយទេដោយសារតែទទួលលុយកាក់ឬក៏ក្រមទុកអីផ្សេងពីក្រុមអ្នកគ្រូសាអ្នកទោសណាអញ្ចឹងទេចំណែកទណ្ឌិតដែលមានលក្ខខណ្ឌត្រឹមត្រូវបែរជាមិនទទួលបានគេហៅថាភាពស្អាតស្អំឬក៏យុត្តិធម៌ឬក៏សមភាពមិនស្មើគ្នាទេអញ្ចឹងនៅមានកម្រិតអញ្ចឹងហើយធ្វើម៉េចគឺលោកក៏បានស្នើសុំដែរធ្វើម៉េចឲ្យមានការវិនិច្ឆ័យឲ្យបានត្រឹមត្រូវមុននឹងបកគោលទៅដល់ថ្នាក់លើហើយរំលឹកបន្ថែមពីលើបន្តិចថាជាទូទៅការលើកលែងទោសបាទគឺនឹងបន្ធូរបន្ថយទោសត្រូវបានលើកឡើង2-3 ដងក្នុងមួយឆ្នាំក្នុងនោះគឺមានពិធីបុណ្យចូលឆ្នាំខ្មែរណាពិធីបុណ្យអុំទូកឬក៏ពិធីបុណ្យភ្ជុំបិណ្ឌលក្ខណៈចឹងទៅដើម្បីសម្រាលទោសបន្ធូរបន្ថយទោសទៅដល់ទណ្ឌិតទាំងអស់ដែលជាប់ពន្ធនាគារឬក៏នៅក្នុងមន្ទីរអប់រំកែប្រែលក្ខណៈជាដើម
បាទអរគុណខ្លីសូមអញ្ញាតបន្តទៅលោកសុផាន់ ពេលប៉ុណ្ណឹងបញ្ហាពន្ធនាគារផងដែរគឺជាកន្លែងដែលមានការកែប្រែមានការអប់រំព្រោះថាប្រែខែឲ្យទៅជាមនុស្សល្អហើយអាចឲ្យមនុស្សនឹងអាចសមាហរណកម្មមកចូលក្នុងសង្គមបានមិនមែនជាយើងឃើញគាត់ជាប់ពន្ធនាគារយើងស្អប់ខ្វើមគាត់ទេព្រោះថាគាត់ក៏ជាមនុស្សហើយគាត់ចង់កែប្រែដែរអញ្ចឹងថាគាត់ត្រឡប់មកក្នុងសង្គមវិញគឺជាមនុស្សល្អបាទតោះបន្តឥឡូវយើងបន្តព័ត៌មានពាក់ព័ន្ធនឹងខេត្តកោះកុងវិញម្ដងខេត្តកោះកុងគឺអគ្គនាយកដ្ឋានអន្តរប្រវេសន៍ប្រគល់អូបមួយគ្រឿងនិងម៉ូតូធំ2គ្រឿងទៅដល់ស្នងការដ្ឋាននគរបាលខេត្តកោះកុងដើម្បីធ្វើយ៉ាងណាជាមធ្យោបាយក្នុងការបង្ក្រាបបទល្មើសផ្សេងៗព្រោះថាខេត្តកោះកុងគឺជាខេត្តមួយដ៏សំខាន់ផងដែរនៅទាក់ទងនឹងតំបន់ព្រំដែនអញ្ចឹងបាវបមួយគ្រឿងដែលមានកម្លាំង400សេសនិងម៉ូតូធំ2គ្រឿងត្រូវបានអគ្គស្នងការអន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃប្រគល់ជូនការិយាល័យអន្តរប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងឯអាដាមនាយឧត្តមសេនីយ៍សុកផលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍បានណែនាំនឹងក្រើនរំលឹកទៅដល់មន្ត្រីនគរបាលក្រៅអាវ៉ាតឲ្យគោរពខ្ជាប់ខ្ជួននៅក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួនគឺជាកម្លាំងដ៏សំខាន់ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនោះជាមួយគ្នានេះផងដែរត្រូវតែខិតខំយកចិត្តទុកដាក់បន្ថែមទៀតក្នុងការងារគ្រប់គ្រងជនបរទេសជាពិសេសត្រូវតែស៊ើបអង្កេតរកឲ្យឃើញនៅជនល្មើសទាំងឡាយណាដែលមកស្នាក់នៅនឹងបម្រើការងារដោយខុសច្បាប់ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការបង្ការនិងទប់ស្កាត់បទល្មើសឆ្លងដែនអក្រិតកម្មឆ្លងដែនទាំងនៅព្រំទឹកនិងព្រំដែនគោករវាងកម្ពុជានិងប្រទេសជិតខាងផងដែរអាដាមបានបង្ហើបឲ្យដឹងទៀតថាក្រសួងមហាផ្ទៃគ្រោងនឹងបង្កើតច្រកទ្វារអន្តរជាតិនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃវៀតណាមបន្ថែមទៀតដើម្បីងាយស្រួលក្នុងការគ្រប់គ្រងជនបរទេសដែលចេញចូលមកកាន់ប្រជាណាចក្រកម្ពុជាដោយស្របច្បាប់នៅក្នុងឆ្នាំ2014នេះជនបរទេសចូលមកប្រទេសកម្ពុជាមានរហូតដល់141សញ្ជាតិក្នុងនោះគឺមានជនជាតិវៀតណាមច្រើនជាងគេបាទនេះគឺជាការបង្កើននិងជំរុញឲ្យឋានៈក្រោមជាតិត្រូវតែអនុវត្តគោលនយោបាយរបស់ខាងនគរអគ្គនាយកដ្ឋានអន្តរប្រវេសន៍ឲ្យបានល្អប្រសើរគឺធ្វើយ៉ាងណារកឲ្យឃើញថាបើសិនគ្មានច្បាប់នៅកម្ពុជាគ្មានច្បាប់ត្រូវតែធ្វើការបញ្ជូនទៅវិញបាទឲ្យតាមព្រោះថាអគ្គនាយកដ្ឋានអន្តរប្រវេសន៍គាត់ធ្លាប់បញ្ជូនច្រើនទៅហើយទាក់ទងនឹងជនជាតិវៀតណាមនិងជនជាតិផ្សេងៗហើយនេះគឺមិនមែនជាការរើសអើងទេព្រោះថាមកនៅក្នុងប្រទេសកម្ពុជាត្រូវតែស្របច្បាប់ហើយយើងទៅនៅប្រទេសគេក៏ស្របច្បាប់ផងដែរបាទកន្លងទៅនៅក្នុងកំពង់ឆ្នាំងខ្ញុំចាំបានថាអាជ្ញាធរចាប់ផ្ដើមមានវិធានការឲ្យខាងបងប្អូនដែលហៅថាជនជាតិវៀតណាមឬផ្សេងៗហ្នឹងគាត់មានគេហៅថាអត្តសញ្ញាណប័ណ្ណឬក៏ធ្វើម៉េចឲ្យបានត្រឹមត្រូវច្បាស់គាត់ថាការចេញអត្តសញ្ញាណប័ណ្ណគឺវាត្រូវទៅតាមរិកម៉ង់របស់គេតាមបែបបទឬក៏តាមព្រះមហាក្សត្រអាចចេញបានអញ្ចឹងមិនងាយជាការចេញបានទេហើយក៏អាជ្ញាធរពាវនាវដែរឲ្យមានគេហៅថាបរផាសអីផ្សេងមានការរស់នៅច្បាស់លាស់ត្រឹមត្រូវទើបអាចអនុញ្ញាតឲ្យរស់នៅបានអរគុណបន្តទៀតនេះគឺនិយាយអំពីបញ្ហា gender ការបញ្ជ្រាប gender គឺចង់ផ្ដោតសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុនិងការពារផលប្រយោជន៍សម្រាប់ស្ត្រីកាលពីថ្ងៃម្សិលមិញលោកជំទាវមាសមរិនដែលជាអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោកជំទាវបានលើកឡើងថាការរៀបចំយុទ្ធសាស្ត្រ gender បាទក្នុងវិស័យបរិស្ថានគឺចង់ធ្វើឡើងដើម្បីផ្ដល់នូវទូនាទីស្ត្រីក្នុងការបន្សាំនិងការកាត់បន្ថយដូចជាការប្រែប្រួលអាកាសធាតុណាជារឿងសំខាន់ល្អប្រសើរណាស់ហើយលោកជំទាវក៏បានលើកឡើងដែរថាយុទ្ធសាស្ត្រនេះគឺជាការបង្កើននូវសមត្ថភាពបច្ចេកទេសដល់ស្ត្រីក្នុងការអភិវឌ្ឍបៃតងក៏ដូចជាការគ្រប់គ្រងគ្រោះមហន្តរាយឲ្យមានការល្អប្រសើរតាមរយៈឲ្យស្ត្រីមានភាពរឹងមាំក្នុងការដោះស្រាយនៅចំពោះមុខហើយអ្វីដែលសំខាន់គឺចង់ផ្ដោតទៅលើផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុហ្នឹងចម្បងតែហ្មងបាទអ្វីបន្តទៀតនោះគឺលោកជំទាវស៊ីវ៉ាន់បូទុមដែលជារដ្ឋលេខាធិការក្រសួងកិច្ចការនារីលោកជំទាវបានបន្ថែមពីលើហ្នឹងថាគ្រោះធម្មជាតិដែលប៉ះពាល់ដល់ស្ត្រីគឺជាពិតណាស់ទទួលបានផលប៉ះពាល់ខ្លាំងនៅពេលដែលមានរងគ្រោះមហន្តរាយម្ដងតាមរយៈការលើកឡើងនោះហើយលោកជំទាវក៏បានបន្ថែមដែរថាកន្លងទៅគឺការប្រែប្រួលអាកាសធាតុបានបំផ្លាញនៅធនធានធម្មជាតិរយៈពេលប្រហែលឆ្នាំចុងក្រោយនេះយើងធ្លាប់ឃើញមានគេហៅថាខ្យល់ព្យុះឬក៏កត្រាក់អីផ្សេងរួមនឹងគេហៅថាស៊ូណាមីអីចឹងបន្តណាមិនមែនហានិភ័យតែក្នុងប្រទេសយើងនេះគឺផ្សេងក៏គេមានកើតឡើងដែរហើយធ្ងន់ជាងយើងទៀតអញ្ចឹងទេសរុបសេចក្តីមកនៅពេលដែលពិភាក្សាសម្រាប់នឹងឯកភាពលើសេចក្តីព្រៀងផែនការនយោបាយសាស្ត្របញ្ជ្រាប gender ក្នុងវិស័យបរិស្ថានរួចរាល់ហើយក៏ក្រសួងនឹងចាប់ផ្ដើមផ្សព្វផ្សាយដល់ក្រសួងពាក់ព័ន្ធស្ថាប័នឯកជនព្រមទាំងដៃគូអភិវឌ្ឍនានាជាតិនិងអន្តរជាតិធ្វើម៉េចគឺដើម្បីគាំទ្រលើការអនុវត្តនយោបាយ gender វិស័យបរិស្ថាននឹងឲ្យបានជនជាតិទាំងអស់គ្នាទាំងនៅក្នុងសង្គមជាពិសេសនោះគឺផ្ដោតសំខាន់ទៅលើស្ត្រីជាចម្បងតែហ្មងបាទអរគុណព្រោះស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យសេដ្ឋកិច្ចនៅក្នុងសង្គមព្រោះថាស្ត្រីបម្រើការងារច្រើនទាក់ទងនឹងបញ្ហាសេដ្ឋកិច្ចរស់ស៊ីអញ្ចឹងណាដើម្បីទ្រទ្រង់ក្រុមគ្រួសារ
បាទឡើយយើងបញ្ចប់ព័ត៌មាននឹងតែពេលនឹងចុះហើយយើងខ្ញុំទាំងពីរអ្នកសូមសម្រាប់ present យើងនឹងបន្តព័ត៌មានផ្សេងៗទៀតនៅវគ្គក្រោយបាទ